មនុស្សស្រីបើអ្នកមានប្រជ្រុយនៅ3កន្លែងនេះនាំសំណាងណាស់គេតែនិយាយតគ្នាថាប្រជ្រុយនៅលើកន្លែងណាមួយនៃដងខ្លួនអាចប្រាប់ពីសំណាងទ្រព្យសម្បត្តិនិងភាពសម្បូរសប្បាយជាដើមឧទាហរណ៍ដូចជាប្រជ្រុយនៅលើបាតជើងមានសំណាងដើរលេងបានឆ្ងាយជាដើមឆ្លៀតឱកាសនេះយើងនឹងចែករំលែកពីប្រជ្រុយ3កន្លែងនៅលើរាងកាយមនុស្សស្រីដែលបង្ហាញថាមានសំណាងខ្លាំងណាស់មុននឹងបន្តទស្សនាវីដេអូនេះសូមបងប្អូនជួយចុច like ចុច Subscribe ក៏ដូចជាចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានការចូលដំណឹងនៅពេលដែល admin បានបង្ហោះវីដេអូថ្មីតបន្តទស្សនាទី1ប្រជ្រុយនៅលើមេជើងមេជើងតំណាងឲ្យមេគ្រួសារឬបង្គោលដែលត្រូវបានប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតនិងក្រុមគ្រួសារទាំងមូលភាគច្រើនពួកគេគឺជាមនុស្សឆ្លាតមានភាពប៉ិនប្រសប់និងមានគុណសម្បត្តិជាអ្នកដឹកនាំប្រសិនបើមានប្រជ្រុយនៅលើមេជើងអាចបញ្ជាក់ថាអ្នកជាមនុស្សដែលមានសំណាងខាងហិរញ្ញវត្ថុនិងការរស់នៅល្អភាពស្លូតបូតរស់រាយរាក់ទាក់និងការចេះប្រើសម្ដីល្អធ្វើឲ្យពួកគេទទួលបានក្តីស្រឡាញ់ព្រមទាំងការគោរពជាដើមប្រសិនបើមនុស្សស្រីមានប្រជ្រុយនៅលើមេជើងនោះពេលរៀបការហើយនឹងនាំសំណាងដល់ស្វាមីរួមទាំងទ្រព្យសម្បត្តិភាពជោគជ័យភាពរីករាយនិងសុភមង្គលជាដើមទី2ប្រជ្រុយលើបាតជើងចាស់តែនិយាយថាអ្នកដែលមានប្រជ្រុយនៅលើបាតជើងតែងតែមានសំណាងបានដើរលេងច្រើនស្របពេលនេះមនុស្សស្រីដែលមានប្រជ្រុយលើបាតជើងគឺជាមនុស្សមានសុភមង្គលសុខភាពល្អនិងមានទ្រព្យសម្បត្តិពេញមួយជីវិតផងដែរជារឿយៗពួកគេមានសំណាងបានដើរលេងជុំវិញពិភពលោកទៀតផងលើពីនេះមនុស្សមានប្រជ្រុយបាតជើងក៏ជាមនុស្សលេចធ្លោនៅកន្លែងធ្វើការនិងមានភាពស្មោះត្រង់ដូច្នេះពួកគេច្រើនតែទទួលបានភាពជោគជ័យក្នុងជីវិតប្រសិនបើបានរៀបការពួកគេនឹងអាចជួយគ្រួសាររកស៊ីមានបាននិងមានលុយកាក់ហូរហៀជាដើមមិនតែប៉ុណ្ណោះពួកគេក៏ជាកូនកតញ្ញូនិងជាមិត្តភក្តិល្អម្នាក់ផងដែរទី3ប្រជ្រុយលើបាតដៃអ្នកដែលមានប្រជ្រុយនៅលើបាតដៃគឺពិតជាសំណាងច្បាស់ណាស់និងមានទ្រព្យសម្បត្តិហូរហៀជារឿយៗពួកគេតែងតែទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួនជាធម្មតាមនុស្សមានប្រជ្រុយបាតដៃគឺជាមនុស្សឆ្លាតដែលនៅពេលវ័យកាន់តែចាស់កាន់តែជោគជ័យពូកែក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងចេះចាត់ចែងរឿងក្នុងគ្រួសារបានយ៉ាងល្អបើនិយាយពីស្នេហាវិញពួកគេក៏កាន់តែមានភាពតាក់ទាញដោយសារតែពួកគេទទួលបានការចាប់អារម្មណ៍ពីមនុស្សភេទផ្ទុយច្រើនសរុបសេចក្តីមកប្រជ្រុយលើមេជើងនាំសំណាងដល់ស្វាមីឆ្លាតមានភាពជាអ្នកដឹកនាំសំណាងខាងហិរញ្ញវត្ថុប្រជ្រុយលើបាតជើងសុភមង្គលទ្រព្យសម្បត្តិបានដើរលេងច្រើនស្មោះត្រង់ប្រជ្រុយលើបាតដៃទ្រព្យសម្បត្តិហូរហៀឆ្លាតជោគជ័យនៅវ័យចាស់តាក់ទាញភេទផ្ទុយបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនមាននៅប្រជ្រុយទាំង3កន្លែងនេះនៅលើរាងកាយដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត